នេះមកប្រមូលផលខ្នោទេអ្នកទាំងអស់គ្នាក៏តែម្ដងនេះគឺផ្លៃវាធំខ្លាំងហ្មងគឺមួយនឹងប្រហែលចូល20គីឡូទៅ20គីឡូជាងហើយមកផ្លែដើមមកតែតូចមួយទេក៏តែផ្លែហ្នឹងគឺតែផ្លែអត់មើលមៀតហ្មងណាឈ្ងុយផ្អែមឆ្ងាញ់ហ្មងឆ្ងាញ់ចឹងហើយអ្នកអត់បែកខ្លួនឯងទេគឺត្រូវការឲ្យជំនួយការមកជួយបែកផ្លែវាធំពេកហើយណាមួយផ្លែវាចាប់គ្នាហ្មងហើយដល់ពេលវាទុំតែមួយអត់មួយចឹងទៅរកកន្លែងកាត់អត់ចឹងឃើញកន្លែងកាត់មិនឃើញផ្លែពីរជាប់គ្នាមួយខ្ចីមួយទុំយ៉ាងណាក៏យើងសេរីរត់តងវាដើម្បីកាត់ណាតែម្លងពេលកាត់ហ្នឹងក៏មានរឿងមួយបានកាត់ឡើងធំណាបងតែมันត្រៀមបន្តិចហ្នឹងវាស្រួយពេកនេះអានេះតងនេះវាស្រួយអូសាអូយឈោកាន់ណែបើសិនណាឈោកាន់ហ្នឹងធ្លាក់ចំមេជើងមកដល់អូនខ្លាចតែត្រូវក្បាលបាក់កយកមកអូល្អនេះទៅអាមួយទៅអូនេះធ្លាក់មកដល់គាត់ដងមកនេះកុំទៅគាត់ដងទៅដល់ណាទេអានេះធ្លាក់វាដើមមករបៀបមកទៅនឹងគាត់ដងឃើញវាអញ្ចឹងមែនតែវាមូលវាធំអត់ធំណាលំរួយល្មៀលបើប្រៃវាមកវាល្មៀលមកជាងយើងល្មៀលទៅវិញហ្មងអើយអូអានោះតំនេះហើយក៏អត់តំសើចាំអត់ទេក៏ពីផ្លែនឹងគ្រប់ទឹកហ្មងនេះធំសាហាវណាគេចង់បានណាធូរ៉េនរសជាតិខ្នោខ្នោរសជាតិតរ៉េនអើធូរ៉េនរសជាតិខ្នោហ្នឹងហើយមានរសជាតិតរ៉េនណាវិញញ៉ាំស្អើធូរ៉េនរសជាតិខ្នោអូធំហ៎អូខ្លាំងអូ my god អូធំដល់លីរួយតែពី3តំណាក់ទៅរួចចាប់ដើមថ្លឹងមើលថាមួយនឹងប្រហែលគីឡូអូមួយនឹង20ម៉ាន22អត់ដល់កន្លះហង22 4ខានយើងថ្លឹងមើលមិញមួយផ្លែនេះ22គីឡូជាងអ្នកទាំងអស់គ្នាធំសាហាវបែងកាមុនដើមមួយដែលផ្លែរឹងវិញហើយពេលចំពោះមើលទៅគឺសាច់ពើការ៉ុតហ្មងក៏តែចាំមើលម្ដងនឹងវិញគឺផ្លែវាមូលហើយធំហ្មងចាប់អូនមើលទាំងអស់គ្នាតែសាច់ខាងក្នុងហ្នឹងមានពើអីវ៉ាវសាច់លឿងហ្មងណាអូវ៉ាមើលគីពោះអត់ចិត្តទេអ្នកនរគ្នាសុំគេពុះខ្លួនឯងវិញម្ដងតើបានពុះខ្លួនឯងអញ្ចឹងមិនអស់ចិត្តឃើញផ្លែវាធំល្អពេកទៅចង់ពុះខ្លួនឯងឲ្យយកញ៉ាំមកតែឡើយនេះយើងពុះបានហើយអ្នកនរគ្នាមកជាហ្នឹងវាចូល10គីឡូជាងខ្ញុំលើកឡើងអត់ចង់រួចប្រឹងលើកឡើងខ្លាំងមែនតើណាឈ្ងុយផ្អែមឆ្ងាញ់ហ្មង